anh ơi. Thì mà khe ơi. ថ្ងៃនេះខាងសាលាអូនអត់រៀនណោះទៅពេលចឹងទៅក៏បានទៅសារមួយគ្នាមកវិញបានបន្លែមកថងហើយនឹងមាន់មួយសម្រាប់យកមកធ្វើមាន់អាំងអំបិលម្ទេសផងដែរគ្រឿងដែលត្រូវយកទៅបុកហ្នឹងគឺមានដូចជាម្ទេសខ្ទឹមសហើយស្លឹកក្រូចសើចបុកចូលគ្នាឲ្យម៉ដ្ឋល្អហើយគ្រឿងដែលយកមកប្រឡាក់ហ្នឹងគឺមានដូចជាម្សៅស៊ុបម្សៅម្ទេសប្រេងខ្យងទឹកស៊ីអ៊ីវហើយនិងស្ករត្នោតផងដែរដើម្បីយកមកប្រឡាក់ជាមួយនឹងមាន់បន្ទាប់ពីដាក់គ្រឿងអស់សពចូលហើយនឹងខ្ញុំធ្វើការម៉ាស្សាមាន់នឹងបន្តិចទៅដើម្បីឲ្យចូលជាតិណាហើយនឹងផ្អាប់ទុករយៈពេល30នាទីបន្ទាប់ពី30នាទីហើយនឹងខ្ញុំយកមកអាំងប្រើរយៈពេល30នាទីទៀតដើម្បីឲ្យមាន់នឹងបានឆ្អិនល្អសាច់មាន់ដាក់បានអាំងហើយចឹងសល់ពេលនឹងខ្ញុំមកចិតបន្លែរៀបបន្លែឲ្យហើយបន្លែអត់មានអីច្រើនទេមានតែទឹកសក់សាឡាត់ហើយនិងការ៉ុតផងដែរនេះខ្ញុំបន្ថែមនៅទឹកសក់ជ្រក់បងប្អូនពេលយកមកញ៉ាំជាមួយនឹងមាត់ដុតបែបនេះគឺរសជាតិឆ្ងាញ់ណាស់បងប្អូនរួចរាល់ហើយបងប្អូនការរៀបចំរបស់នេះខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងបន្ទាប់ពីរៀបចំហើយទៅមើលមាន់មើលថាឆ្អិននៅបន្ទាប់ពី30នាទីហើយវាថាមាន់បានឆ្អិនល្អបងប្អូនហើយពណ៌ហ្នឹងក៏ស្រស់ស្អាតទៀតក្លិនវិញនៅខាងក្រៅគឺឈ្ងុយតែម្ដង